chẳng mát nó cũng mai bong ổn lược mà nè khơi nhé bong mai bong ổn lo khăn na bong ổn khơi nhé nè hai lần chung ngôi món á ní bong ổn chia sẻ một tập phát đại những khi chúng phơi hai nè bong mai bong ổn nè khơi nhé anh ấy bật cặp trên một bánh khương xa đó na mới nhầm cặp ở bong ổn mơ đời san nó ní chủ hui ní khi nhầm nhầm khuẩn ai xa đấy bong mai bong ổn ồ hô mà rụt riêng kìa yang plư rồi luôn hay nhắm tới chụp 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 chứ anh mình tên á ở lớp môn đừng thớ nhưng khi nhom có xông păng ai bụng mai bằng ôn chui like chui subscribe nếu channel YouTube có đôi chụp hay Facebook bằng khi mình đẹp môi complete nhắc bụng mai bằng ôn được ngọc ní tỏ dương chập đàm vừa từ bữa bình chất chui chạy đồng lấy được ca xem đẹp môi nè chùm riệp xuống bụng mai bằng ôn từng ngọc ní ngày ní nhưng khi nhom một phơ chủ hui ở miền núi chiết chuối ngang hai từ tam được đời ca tiền bụng mai bằng ôn khơi từ kêu xong nhưng từ lẽ trôi tới bằng ôn đằng ngày chủ hui ní miền núi chiết khai chủ rèn phong hay nhắm tới chui chui tí đôn chui khai chủ rèn hay mình trầm cái nấng bây để dân nhắm pa khai thằng nào xây tí đó chập chập ô ngành nhạc cũng mà bằng ôn ơi bằng ôn khơi nhé nè chui đồn tiệt nát mình thầm tập ốp rèn té cứ chui đồn tiệt tài mà đòn ở lấy nhâm chập đang mà li mà sao chủ hui bọc nhôm á mà sao chủ hui nít cái nhôm pra đi để sao nhâm miên là hụt nắng á bờ bong ôn nạp miên chào mà sao chủ hui 3D nâng té bong ôn ai pra rục tray bàn vậyរួមtớiបងប្អូនអាចប្រើម៉ាក់អីក៏បានដែរឲ្យតែតាមតំបន់ទីតាំងដែលបងប្អូនរស់នៅហ្នឹងវាមានហើយក្នុងម្សៅចំហុយរូបត្រី 3D ហ្នឹងគេប្រាប់ថាមកកញ្ចប់ហ្នឹងប្រើពីទឹកចាប់ពី1លីត្រទៅ1លីត្រកន្លះអញ្ចឹងខ្ញុំអត់ប្រើដល់1លីត្រកន្លះទេក្នុងកញ្ចប់ហ្នឹងខ្ញុំប្រើ1លីត្រ2ឬក៏1លីត្រ3ទេឥឡូវយើងចាក់ម្សៅចំហុយយើងចូលមកទាំងអស់មកណាចាក់មកទាំងអស់អញ្ចឹងមកបន្ទាប់មកខ្ញុំចាក់ទឹកលាយនេះគឺជាខ្ទិះដូងរបស់ខ្ញុំទាំងដើមទាំងចុងហ្នឹងគឺខ្ញុំយកចំនួន1លីត្រណាហើយបរិមាណខ្ទិះដូងហ្នឹងបងប្អូនចង់យកដើមប្រមាណភាគរយខ្ទិះទឹកទី2ប្រមាណភាគរយក៏បានដែរស៊ីសងអាស្រ័យបងប្អូនចូលចិត្តខ្ទិះតិចខ្ទិះច្រើនតែខ្ញុំប្រាប់ថាខ្ទិះដូងហ្នឹងបើដាក់ច្រើនបន្តិចគឺវាឆ្ងាញ់តោះយើងចាក់ម្ដងបន្តិចម្ដងបន្តិចដើម្បីលាយម្សៅនេះឲ្យលាយចូលទឹកល្អឲ្យវារីកទៀតឥឡូវនេះខ្ញុំកូរវាហ្នឹងខ្ញុំចាក់ទឹកវាម្ដងបន្តិដើម្បីយើងកូរទៅឲ្យវាស្រួលម្សៅហ្នឹងវារលាយចូលគ្នាបានល្អស្រួលយើងសកាត់ឲ្យវាបំបែកម្សៅហ្នឹងឲ្យវាឆាប់បែកចេញពីគ្នាម្សៅហ្នឹងតែត្រូវទឹកវារៀងកក់ដុំអញ្ចឹងយើងចាក់អញ្ចឹងមកណាហើយយើងកូរវាមិនអញ្ចឹងឃើញទេហើយក្នុងការធ្វើចំហួយហ្នឹងគឺនាងខ្ញុំអត់មានបែងចែកមួយកណាត់ចំហួយទឹកធម្មតាមួយកណាត់ខ្ទិះដូងអីណាចាក់ពីរពណ៌អីអត់ទេគឺខ្ញុំចូលលក្ខណៈថាយើងចាក់ទៅមកមិចទឹកខ្ទិះដូងហ្នឹងចូលគ្នាហ្មងហើយវាដោយសារយើងមានលបាយច្រើនទី1យើងមានលបាយថ្នោតខ្ចីផងទី2យើងមានសាច់តរ៉េនរបស់យើងទៀតអញ្ចឹងយើងមិនបែងចែកញ៉ៃញ៉ៃទេណាវាយូរកានេះសាប់ចូលសាប់គ្នាល្អហើយចាអស់មកណាយើងបានទឹក1លីត្រទេណាត្រូវទេអញ្ចឹងខ្ញុំថែមទឹកសាបរបស់ខ្ញុំតិចទៀតអានេះដាក់300 ml ចុះដាក់ចូលអស់មកណាហើយយើងកូរវាប៉ុណ្ណឹងយើងទុកម្ល៉េះសិនទៅណាយើងចាប់ផ្ដើមមកចិត្តថ្នោតរបស់យើងតរ៉េនរបស់យើងឲ្យហើយសិនចាំយើងដាក់ដាំលើចក្រាននេះគឺជាថ្នោតខ្ចីរបស់ខ្ញុំណាថ្នោតខ្ចីនេះខ្ញុំនិយាយប្រាប់បងប្អូនដដែលឲ្យតែពេលខ្ញុំធ្វើមួយអែមតាក់ទងនឹងថ្នោតខ្ចីនេះគឺនាងខ្ញុំប្រាប់ពីវិធីបកធ្វើមិនឲ្យស្រួលលេងហៅចិត្តណាវាហៅបកអីបងប្អូនឃើញស្រួលទេថ្នោតនេះមិនមែនថ្នោតចាស់ទេណាថ្នោតខ្ចីប៉ុន្តែខ្ញុំយកទៅបកកក្នុងទូទឹកកកឲ្យវាបានកក់ 50% ឬមួយបងប្អូនបកកវាទុកប្រហែលថ្ងៃក៏បានដែរពេលបងប្អូនត្រូវការយកមកប្រើប្រាស់ធ្វើជាបង្អែមធ្វើអីបងប្អូនអាចយកវាទុកមកក្រៅមកឲ្យវារលាយ 50% ទៅទើបយើងបកចេះបងប្អូនឃើញទេថ្
ថ្នោតហ្នឹងថ្នោតខ្ចីណាអត់ថ្នោតចាស់ទេញ៉េស្រួលបកមែនតែន ឥឡូវយើងយកថ្នោតរបស់យើងនឹងមកចិត្តវាជាដុំឬជាប្រទះខ្ញុំអត់ចិត្តវាក្រាស់ពេកទេខ្ញុំចិត្តវាល្មមប៉ុណ្ណេះថ្នោតខ្ញុំអត់ចាស់ទេណាចៃគាត់ថាវាកកអញ្ចឹងវានៅកកអញ្ចឹងវាឃើញសសអញ្ចឹងចិត្តបាត់នឹងមកតោះនេះគឺជាត្រេនរបស់ខ្ញុំថ្ងៃមុនហ្នឹងខ្ញុំពុះមួយហ៎តែអញ្ចឹងទៅខ្ញុំញ៉ាំអត់អស់ខ្ញុំទុកខ្លះទៅយកមកធ្វើចំហួយរបស់ខ្ញុំឥឡូវខ្ញុំឆ្កឹះត្រេននេះយកតែសាច់ទៅបានហើយណែឃើញទេក្អូបណាហើយត្រេននេះល្អមែនតែនរបស់អ្នកកំពង់ចាមអ្នកមេមត់គាត់ផ្ញើមកឲ្យហ៎ឃើញទេម្ដុំសិតតែសាច់តែម្ដងខ្លែបវាទូចទេតែសិតតែសាច់ហើយទុំល្អអាហ្នឹងត្រេននេះបងប្អូនរើសយកអាផេតទុំល្អកុំយកអីគេស្ទើទុំទឹកសាច់ទៅដោះគោជ្រឹបគឺអត់ឆ្ងាញ់ទេបើការដែលយើងយកមកធ្វើបង្អែមឬធ្វើនំនេះបងប្អូនឥឡូវខ្ញុំចាប់ដើមដាក់ទឹកខ្ទិះដូងយើងដែលលាយជាមួយនឹងទឹកម្សៅចំហួយហ្នឹងចូលឡើងដាំអញ្ចឹងខ្ញុំដាក់អំបិលមកចុងស្ព្រាកាហ្វេបន្តិចមកដើម្បីឲ្យវាចាប់ឈាតគ្នាអញ្ចឹងបើអញ្ចឹងទេវាអត់ផ្អែមមុតល្អទេបន្ទាប់មកបងប្អូនប្រើស្ករខ្ញុំប្រើតាម100 ក្រាមទេដោយសារតារ៉េនរបស់យើងគឺផ្អែមហើយអញ្ចឹងខ្ញុំអត់ដាក់ច្រើនទេណាបើបងប្អូនចិត្តផ្អែមជាងខ្ញុំបងប្អូនបន្ថែមស្ករថែមទៅតែខ្ញុំអត់ទេណាតារ៉េនគឺវាផ្អែមមួយកម្រិតហើយយើងកូរស្ករកូរគ្រឿងនឹងឲ្យចូលគ្នាសព្វគ្នាល្អមកមួយស្ទុះតិចវាពុះម្សៅសារាយយើងក៏ចាប់ដើមរលាយល្អដែរនេះបងប្អូនខ្ទិះដូងយើងដែលលាយម្សៅសារាយហ្នឹងម្សៅចំហួយហ្នឹងវាចាប់ដើមពុះហើយពេលពុះហ្នឹងខ្ញុំកូរញិចម្សៅហ្នឹងឲ្យវារលាយសព្វគ្នាល្អទៅព្រោះឲ្យម្សៅហ្នឹងតើត្រូវក្តៅវារលាយដាក់ខ្លួនឯងអូតូតែនេះខ្ញុំធ្វើទៅដើម្បីឲ្យឆាប់រលាយអញ្ចឹងណាពេលវាពុះរលាយអស់ហើយចាំយើងចាក់គ្រឿងក្រៅយើងចូលគ្រឿងក្រៅយើងមាននេះតែថ្នោតហើយនឹងទុរេនរបស់យើងដែលយើងឆ្កឹះចូលគ្រាប់ចេញយកតែសាច់មិញហ្នឹងណាចាំយើងចាក់ចូលឥឡូវពុះហើយម្សៅចំហួយយើងរលាយសព្វហើយអញ្ចឹងខ្ញុំចាក់ផ្លែថ្នោតចូលយើងចាក់ផ្លែថ្នោតចូលឲ្យវាពុះឆ្អិនល្អណាបន្ទាប់មកខ្ញុំចាក់តារ៉េនខ្ញុំចូលទៀតណាតារ៉េនយើងញិចវាទៅយើងដាក់ចូលចឹងញិចវាចេញនេះណានេះឲ្យទូចចឹងទៅកុំឲ្យម្ដុំមានម្ដុំអត់ចឹងណានេះទៅពេលខ្ញុំញិចទៅវារៀងយូរដែរអញ្ចឹងខ្ញុំចាប់តាមយកកន្ត្រៃមកកាត់ចឹងក៏ជ្រុំវាអញ្ចឹងមកលឿនបងប្អូនមកញិចខ្ញុំឆ្នាំងក៏បានដែរដាក់អញ្ចឹងណានេះដាក់ចូលទឹកបែកវល់តែម្ដងប៉ុណ្ណេះតោះយើងចាប់ដើមដាក់ចូលទៅចាឥឡូវវាពុះអញ្ចឹងណាអញ្ចឹងខ្ញុំចាប់ដើមបន្ថយភ្លើងហើយខ្ញុំយកឧបករណ៍មកដើម្បីត្រៀមលក្ខណៈចាក់ចូលនៅក្នុងពុម្ពរបស់ខ្ញុំហ្នឹងគឺខ្ញុំមានដាក់ជ័រនេះបងប្អូនខ្ញុំសូមបង្ហាញពីពុម្ពចំហួយរបស់ខ្ញុំថ្ងៃនេះគឺជាពុម្ពជ័ររបស់ខ្ញុំពុកម៉ែបងប្អូនឃើញទេបងប្អូនចង់ដាក់ចានអីក៏បានពុម្ពអីក៏បានតាមការចូលចិត្តហើយខ្ញុំចាក់វាមកអញ្ចឹងមក
យើងប្រើកាតូដែលមានពុយស្រួចអញ្ចឹងលាយជាមួយនឹងវែកដើម្បីយើងស្រួលគៀវាឲ្យស្មើមានចំហួយខ្លះមានត្រែនខ្លះអញ្ចឹងទៅចូលគ្នាបើមិនអញ្ចឹងទេវាអត់ធ្លាក់មកស្មើគ្នាទេយើងធ្វើជំនួយអញ្ចឹងណាយើងចាក់គ្រប់ពុំមកយើងចាក់ហើយយើងរក្សាទុកឲ្យវាត្រជាក់ចាំយើងដាក់ចូលទូទឹកកកអូបងប្អូនដាក់ចូលទូទឹកកកទៀតណាសាច់ចំហួយយើងកាន់តែស្រួយកាន់តែឆ្ងាញ់ញ៉ាំទៅជ្រឹបតែម្ដងនេះបងប្អូនគឺចំហួយរបស់ខ្ញុំម៉ាន់កកណាហើយបងប្អូនឃើញពណ៌ក្រហមរៀងព្រឿងហ្នឹងមិនមែនមកពីខ្ញុំហ្នឹងធ្វើស្ករត្នោតស្ករក្រហមអីទេណាគឺអត់ទេវាចេញមកពីតរ៉ែនរបស់ខ្ញុំហ្នឹងធ្វើពុកម៉ែបងប្អូនមើលឃើញទេវាត្រជាក់ហើយវាកកបែបនេះពុកម៉ែបងប្អូនមើលចាក់ឲ្យមើលណាល្អខ្លាំងណាចាក់ចង់ចេញគោះអញ្ចឹងមកណាពុកម៉ែបងប្អូនលើកមកណែឃើញទេពុកម៉ែបងប្អូនល្អខ្លាំងណាស់បងប្អូនឃើញទេណែហើយឡើងឈ្ងុយហ្មងណាឥឡូវវីដេអូនៃការធ្វើចំហួយតរ៉ែនលាយជាមួយនឹងត្នោតខ្ចីរបស់ខ្ញុំណាបានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តទាំងអស់គ្នាបងប្អូនអាចសាកធ្វើទៅហើយសម្រាប់អ្នកចូលចិត្តក្លិនតរ៉ែនវិញណាអូឆ្ងាញ់ហើយឈ្ងុយទៀតឥឡូវនាងខ្ញុំគោរពលាចាំជួបគ្នានៅវីដេអូថ្មីទៀតណាពុកម៉ែបងប្អូន